Hello everyone ថ្ងៃនេះខ្ញុំចេញវីដេអូមួយទៀតតែវីដេអូនេះខ្ញុំថតយូរដែរមុននឹងគ្នាខ្ញុំថតតាំងពីថ្ងៃចូលឆ្នាំមកម្លេះគឺពេលហ្នឹងខ្ញុំដើរលេងតែថាខ្ញុំរវល់ខ្ញុំបានកាត់អញ្ចឹងទៅខ្ញុំទៅមកទនេខ្ញុំកាត់ចែកជំនួសគ្នាទស្សនាលេងអញ្ចឹងណាហើយមួយទៀតខ្ញុំឃើញទេសភាពស្អាតហើយនឹងផ្ទះបែបបុរាណអញ្ចឹងមុននឹងគ្នាបែបបុរាណកាត់សម័យគឺនិយាយទៅមានចម្លាក់ជាច្រើនមានក្បាច់រចនាខ្មែរយើងគឺច្រើនមែនតើមកមុននឹងគ្នាហើយតែបើវីដេអូនេះខ្ញុំវាបងខ្ញុំថាកាត់ទេតែដោយសារតែខ្ញុំនឹកឃើញថាវាទំនងដែរហើយវាខ្ញុំចូលចិត្តបែបចឹងមកនៅគ្នាបែបបុរាណក្បាច់រចនាអីហ្នឹងគឺទៅខ្ញុំចឹងទៅខ្ញុំសម្រេចថាខ្ញុំកាត់ចែកជុំគ្នាទស្សនាកំសាន្តលេងទៅហើយនិយាយទៅផ្ទះនេះអត់ឆ្ងាយនឹងមួយគ្នានៅចិត្តពេញដែរទេគឺទៅខាងលិចខាងកបោលតិចគឺផ្ទះនេះគឺស្អាតមែនតើមកមុននៅគ្នាហើយវាច្រើនតាមដែលខ្ញុំដឹងគឺមានគេថត pre wedding នៅហ្នឹងទៀតអញ្ចឹងទៅគឺឆ្លោយមែនតើហើយដោយដែលបងគ្នាបានដឹងអញ្ចឹងបានមើលនៅក្នុងវីដេអូនេះអញ្ចឹងថាកម្រិតណាគឺលយហើយការដែលគាត់វត្តគឺក៏លយដែរមុនគ្នាបុរាណបែបសម័យគឺលយមែនតើហើយចម្លាក់សិតតែឈើសុទ្ធធ្វើអំពីឈើហើយចម្លាក់សិតតែចម្លាក់របស់ខ្មែរយើងគឺលយមែនតើគឺនិយាយទៅខ្ញុំមិនដឹងនិយាយថាមានពាក្យអីនិយាយដឹងតែលយមែនតើមកមុនគ្នាហើយពួកកន្លែងនេះដែរដូចមានរូបនីឋានណាមកមុនគ្នាដូចភូមិគ្រឹះគេចឹងតែយើងអាចចូលទៅទស្សនាបានយើងហើយគេមានម្ហូបមានកញ្ចក់សម្រាប់ឲ្យយើងអង្គុយកំសាន្តលេងចឹងមុនគ្នាយើងអាចនឹង pre wedding ឬមួយក៏រឿងសាច់រឿងដែលតាក់ទងមួយបុរាណនេះត្រូវច្រើនហើយចំពោះទេសភាពវិញគឺលយហើយថ្ងៃខ្ញុំទៅហ្នឹងគឺមានភ្លៀងទៀតតែភ្លៀងអត់ខ្លាំងទេភ្លៀងមកល្មមនិយាយទៅទេសភាពគឺស្អាតខ្លាំងមកមុនគ្នាមើលនេះវីដេអូនេះខាងក្រៅមុនគ្នាហើយថតជាមួយនឹងមេឃរលឹមតិចមួយនឹងនេះគឺអែមស្រែម